រឿងតាម្ចាស់ចំការសុភាទិនសាយនិងសត្វឆ្មាមានចំការត្រសក់ដ៏ធំមួយដែលមានផ្លែត្រសក់ខ្ចីៗគួរឲ្យចង់ញ៉ាំសុភាទិនសាយតែងតែលបចូលមកស៊ីត្រសក់របស់តាម្ចាស់ចំការជារៀងរាល់ថ្ងៃហើយទន្សាយបាននិយាយថាអូត្រសក់តាមម្ចាស់ចំការនេះឆ្ងាញ់ប្លែកស្រួយផងផ្អែមផងតែងតែមានលួចស៊ីជារៀងរាល់យប់តែគាត់មិនដែលចាប់បានម្ដងណាឡើយគាត់ពិតជាមិនឆ្លាតដូចយើងទេលុះព្រឹកឡើងលោកតាម្ចាស់ចំការបានចុះមកពិនិត្យចំការត្រសក់របស់គាត់ពេលឃើញផ្លែត្រសក់ត្រូវសัตว์ស៊ីខ្ទេចខ្ទីបែបនេះគាត់និយាយថាយីអើចោលចង្រៃមកពីណាក៏ហ៊ានមកលួចស៊ីត្រសក់ឯងដល់ក្នុងចំការបែបនេះមើលចោះស៊ីខ្ទេចអស់ហើយចាំមើលណាបើអញចាប់បានអញនឹងធ្វើម្ហូបស៊ីឯងមិនខានលោកតាបាននឹកឃើញល្បិចមួយរួចក៏ងើបមុខឡើងភ្នែករបស់គាត់ភ្លឺថ្លាហើយគាត់ក៏ញញឹមបែបមានល្បិចគាត់យកដៃយ៉ាងអែលពុកចង្ការរួចនិយាយថាអូហូអញនឹកឃើញល្បិចមួយហើយចាំមើលចុះចៅខូចដូចជាឯងច្បាស់ជាជាប់អន្ទាក់រូបទិញម៉ងលៀបជ័រស្អិតរបស់អញមិនខានលើកនេះឯងរត់មិនរួចទេនិយាយរួចលោកតាបានចាប់ផ្ដើមប្រមូលចម្បាំងមកចងធ្វើជារូបមនុស្សរួចយកអាវចាស់ៗមកពាក់ឲ្យវាបន្ទាប់មកគាត់បានយកឆ្នាំងដុតចោលឲ្យរលាយយ៉ាងស្អិតរួចយកមកលាបលើរូបទីងម៉ងនោះយ៉ាងក្រាស់ពេលកំពុងលាបលោកតានិយាយទៅកាន់ទីងម៉ងថានៅឲ្យស្ងៀមណារូបទីងម៉ងកាលណាអញលាបជ័រស្អិតនេះពេញខ្លួនឯងហើយគ្មានអ្នកណារើខ្លួនរួចឡើយមិនថាដៃឬជើងទេឲ្យតែចោលនោះប៉ះឯងភ្លាមវានឹងคล้ายជាចំណាប់ខ្មាំងរបស់អញផ្លែតពេលលោកតាធ្វើរួចហើយគាត់ក៏យកទីងម៉ងនោះទៅដាក់នៅចំការរបស់គាត់ពេលយប់មកដល់ទន្សាយដើរចូលចំការដូចរាល់ដងតែយប់នេះវាឃើញទីងម៉ងស្មានតែមនុស្សឈរនៅពាំងពីមុខមាទន្សាយក៏សួរថាណែឯងមកពីណាយប់ប្រលប់ហើយមកឈរយាមអីនៅទីនេះអញសួរមិនឆ្លើយចូលធ្វើរឹកជាមួយអញផងដឹងទេថាអញជាអ្នកណាបើឯងមិនព្រមចេញពីផ្លូវអញទេកុំរកថាអញចិត្តអាក្រក់អីសោះណាទន្សាយសួរទៅទីងម៉ងប៉ុន្តែទីងម៉ងមិនឆ្លើយទន្សាយខឹងក៏ដល់វាមួយដៃក៏ជាប់ដៃនឹងកាវខ្មៅនោះទោះខំរើយ៉ាងណាក៏មិនរួចដែរទន្សាយភ័យណាស់វាកាន់តែរើកាន់តែជាប់ថែមទៀតលុះពេលព្រឹកឡើងតាម្ចាស់ចំការក៏បានដើរមើលចំការរបស់គាត់ហើយលោកតាបានដើរសំដៅទៅកន្លែងដែលគាត់ដាក់ទីងម៉ងនោះនៅពេលគាត់ដើរទៅដល់ឃើញទន្សាយជាប់ស្អិតជាមួយទីងម៉ងគាត់សប្បាយចិត្តណាស់រួចនិយាយថាអាហាមើលចោះទន្សាយតូចនឹងឯងស្មានតែខ្លួនឯងឆ្លាតណាស់មែនទេអាចៅតូចឥឡូវនេះឯងជាប់ស្កិតចិត្តជាមួយទីងម៉ងអញបាត់ហើយឯងប្រកាសជាខ្លាយជាសម្លដ៏ឆ្ងាញ់សម្រាប់អាហារពេលល្ងាចរបស់អញមិនខានកុំខំរើអីគ្មានផ្លូវរត់រួចទេបន្ទាប់មកលោកតាបានយកទ្រង់ដែកមកដាក់ទន្សាយនោះរួចយកទៅផ្ទះរបស់គាត់ទុកធ្វើម្ហូបល្ងាចនេះនៅពេលលោកតាមកដល់ក្នុងផ្ទះគាត់ដាក់ទ្រង់នោះលើតុរួចក៏ដើរចេញទៅទន្សាយបានសម្លឹងមើលឆ្មាក៏នឹកឃើញល្បិចមួយដើម្បីដកខ្លួនចេញពីទ្រង់នេះបានទន្សាយនិយាយទៅកាន់ឆ្មាថាអូលោកបងឆ្មាខ្ញុំធ្លាប់ឮមកថាលោកបងគឺជាអ្នកការពារដែលមានអំណាចបំផុតនៅក្នុងផ្ទះនេះប៉ុន្តែតើលោកបងដឹងទេថាលោកតាបានលាក់ត្រីដ៏ឈ្ងុយឆ្ងាញ់មួយនៅក្នុងប្រអប់សម្ងាត់នៅក្រោមតុនេះប្រសិនបើលោកបងជួយបើកទ្រង់នេះឲ្យខ្ញុំនឹងបង្ហាញលោកបងឲ្យឃើញច្បាស់ថាវានៅកន្លែងណាវាចាប់ផ្ដើមមានការចាប់អារម្មណ៍ប៉ុន្តែវានៅតែមានចរិតឆ្មាំងឆ្មៃវាតបតែការទន្សាយថាប្រអប់សម្ងាត់ត្រីដ៏ឈ្ងុយឆ្ងាញ់ឯងគិតថាឯងអាចបោកយើងបានដោយរៀងប្រឌិតទួយតាចរបស់ឯងមែនទេអាទន្សាយយើងមានចរមុះដ៏ពូកែហើយយើងមិនធំក្លិនអ្វីក្រៅពីក្លិននៃការភ័យខ្លាចរបស់ឯងនោះទេឆ្មាក៏អោនទៅជិតទ្រង់បន្តិចភ្នែករបស់វាបញ្ចេញពន្លឺយ៉ាងមុតមម
រួចនិយាយបន្តទៀតថា ប៉ុន្តែឧបមាថាអ្វីដែលឯងនិយាយជាការពិតចុះហេតុអ្វីបានជាលោកតាត្រូវលាក់វាមិនឲ្យយើងដឹងហើយហេតុអ្វីបានជាយើងត្រូវទុកចិត្តអ្នកតូចដូចជាឯង ទន្សាយតបវិញថា មកពីលោកតាដឹងថាបងចូលចិត្តញ៉ាំត្រីពេកនឹងហើយទើបគាត់លាក់ទុកញ៉ាំម្នាក់ឯងបើបងចង់ដឹងជួយដោះលែងខ្ញុំសិនមកខ្ញុំនឹងនាំបងទៅឥឡូវនេះ ឆ្មាក៏ជាទន្សាយហើយបោកទ្រង់ដែកនោះឲ្យទន្សាយចិនហើយទន្សាយរត់ចិនទៅយ៉ាងលឿនចូលក្នុងព្រៃបាត់ទៅ បងប្អូនទាំងអស់គ្នាទន្សាយជាសត្វទូតមែនតែពេលជួបបញ្ហាវាអាចរស់បានដោយសារការប្រើបញ្ញាវាបង្រៀនយើងថាទោះបីស្ថិតក្នុងស្ថានភាពតល់ច្រកយ៉ាងណាក៏ដោយបើមានស្មារតីនឹងធឹងនិងចេះប្រើល្បិចកលឲ្យត្រូវកលៈទេសៈយើងនឹងអាចដោះស្រាយបញ្ហាបានមុននឹងជឿសម្ដីនរណាម្នាក់យើងត្រូវមើលពីស្ថានភាពរបស់គេផងមនុស្សដែលកំពុងចង់បានសេរីភាពឬចង់រួចខ្លួនពីទោសកំហុសអាចនិយាយអ្វីក៏បានដើម្បីឲ្យខ្លួនឯងរួចខ្លួន